អតិឃាតដ៏សាហាវឃោរឃៅរបស់រុស្ស៊ីចំនួន273គ្រឿងបានបើកការវាយប្រហារនៅក្នុងយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យវាយសង្គ្របទៅលើដែនដីនៃប្រទេសអ៊ុយក្រែនបន្ទាប់តែអំពីមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរនេះទើបតែចរចាគ្នារួចមិនបានមួយថ្ងៃពីរថ្ងៃស្រួលផងបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំរទ្ធីម្ដងទៀតហើយប្រហែលជាបងប្អូនដែលបានតែងតែមើលនៅវីដេអូរបស់ខ្ញុំប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាអឺស្ថានភាពរបស់អ៊ុយក្រែននិងរុស្ស៊ីនឹងត្រូវទៅជាយ៉ាងណាដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបអញ្ចឹងថាសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅដំណឹងក៏ដូចជាព័ត៌មានថ្មីៗបន្ថែមទៀតបាទរុស្ស៊ីនិងអ៊ុយក្រែនបានដាក់ពេលវេលានៅក្នុងការចរចាគ្នានៅឯប្រទេសទូគីដែលជាប្រទេសទី3ដើម្បីឲ្យប្រទេសទាំងពីរនេះមកជួបចរចាគ្នាដោយផ្ទាល់មុខគ្នាចាប់តាំងពីការធ្វើសង្គ្រាមរវាងគ្នានឹងគ្នាចាប់តាំងពីឆ្នាំ2022មកម្លេះដោយដែលវីដេអូរបស់ខ្ញុំពីមុនខ្ញុំបាននិយាយឲ្យថាប្រហែលជាភាគីទាំងពីរនេះគឺមិនអាចជួបចរចាគ្នាដោយផ្ទាល់រវាងមេដឹកនាំទាំងពីរគឺលោកពូទីននិងលោក Zelensky នោះទេជាក់ស្ដែងអ្វីដែលច្បាស់លាស់តែម្ដងនៅក្នុងថ្ងៃទី15ខែឧសភានេះពិតជាមិនមានវត្តមានរបស់ថ្នាក់ដឹកនាំធំរបស់ប្រទេសទាំងពីរនេះមែនហើយលទ្ធផលនៃការចរចារបស់ប្រទេសទាំងពីរនេះក៏យើងមើលទៅវាមិនមានជាដុំកំភួនអីប៉ុន្មានដែរដោយប្រទេសទាំងពីរគ្រាន់តែទៅជួបចរចាគ្នាហើយនឹងវិភាសាគ្នាខ្លះអំពីកិច្ចការងារទាក់ទងជាមួយនឹងការដោះដូរទៅលើចំណាប់ខ្មាំងរបស់ប្រទេសទាំងពីរនឹងនោះទេដោយដែលលោក Zelensky បាននិយាយពីមុនអញ្ចឹងថាប្រសិនណាបើថ្នាក់ដឹកនាំរបស់រុស្ស៊ីពិតជាចង់ស្វែងរកនៅសន្តិភាពមែនម្ល៉េះហើយនៅក្នុងថ្ងៃទី15ខែឧសភានេះពិតជាមានវត្តមានរបស់លោក Vladimir Putin ក៏ប៉ុន្តែជាក់ស្ដែងដោយអ្វីដែលយើងទាំងអស់គ្នាបានមើលឃើញដោយអ្វីដែលលោក Zelensky បានលើកឡើងមុននៅជំនួបនេះតែម្ដងគឺជាលទ្ធផលលោក Vladimir Putin ពុំបានទៅចូលរួមនៅក្នុងកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេបើយើងងាកទៅលើលោក Zelensky វិញក៏ដូចគ្នាដែរបន្ទាប់អំពីបានដំណឹងថាលោក Vladimir Putin មិនបានទៅចូលរួមដោយផ្ទាល់លោកក៏ដកខ្លួនហើយក៏បានបញ្ជូនមន្ត្រីធំរបស់ខ្លួនដើម្បីឲ្យទៅជួបពិភាក្សាចរចានិងដោះដូរការងារខ្លះៗរវាងប្រទេសទាំងពីរនេះតែម្ដងបើតាមមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនម្នាក់ដែលសូមបញ្ចេញឈ្មោះតាមព័ត៌មានមួយគឺគាត់បានលើកឡើងថារបៀបវារៈនៅក្នុងការជួបចរចាជាមួយនឹងភាគីរបស់រុស្ស៊ីគឺមិនមានរបៀបវារៈឬក៏បែបផែនណាមួយឲ្យមានភាពល្អិតល្អន់ឬក៏អាចទទួលយកបាននោះទេគឺមិនមានការក្រោមទុកមិនមានអ្វីយកមកដាក់នៅលើតុចរចាដើម្បីចរចាគ្នាឲ្យបានត្រូវឬក៏ឲ្យបានស្រួលបួរនៅក្នុងការទទួលយកដូចគ្នានោះទេក៏ប៉ុន្តែមន្ត្រីអ៊ុយក្រែនម្នាក់ហ្នឹងគឺគាត់បាននិយាយផងដែរថារុស្ស៊ីគឺគេស្នើឲ្យអ៊ុយក្រែនត្រូវតែដកទ័ពចេញអំពីទឹកដីដែលរុស្ស៊ីបានវាយនៅក្នុងទឹកដីអ៊ុយក្រែននឹងឯងឲ្យកងទ័ពរបស់អ៊ុយក្រែនចាក់ចេញពីទឹកដីនោះអញ្ចឹងសូមតើបងប្អូនទាំងអស់គ្នានៅពេលដែលគេចូលមកលុកលុយនៅក្នុងប្រទេសយើងហើយយើងសុខចិត្តចរចាឲ្យទ័ពរបស់យើងចេញអំពីទឹកដីរបស់យើងទៅតាមអ្វីដែលជាការស្នើសុំរបស់គេឬក៏តាមរយៈការគម្រាមកំហែងរបស់គេឬក៏យ៉ាងណាដែរច្បាស់ណាស់បងប្អូនទាំងអស់គ្នាតើតងជាមួយនឹងបរណភាពទឹកដីមនុស្សម្នាក់អាចធ្វើការលះបង់អាយុលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបរណភាពទឹកដីបើយើងមើលទៅភាគីរបស់អ៊ុយក្រែនគឺពួកគេមិនបានទទួលយកនៅការស្នើសុំរបស់ប្រទេសរុស្ស៊ីនោះទេបើយើងងាកទៅមើលប្រទេសរុស្ស៊ីទៀតសោតគឺគេបាននិយាយថាគេចង់បានដីចំនួន20%ដែលគេបានវាយសង្គ្រោះទៅលើប្រទេសអ៊ុយក្រែនដែលជាទឹកដីរបស់អ៊ុយក្រែននឹងឯងបើសិនណាបើអ៊ុយក្រែនចង់បាននៅសន្តិភាពរវាងប្រជាពលរដ្ឋរបស់ខ្លួនហើយនឹងមិនមានសង្គ្រាមតទៅទៀតទឹកដីចំនួន20%វាពិតជាច្រើនណាស់បងប្អូនអរគ្នាយើងក៏មិនអាចនៅក្នុងការដោះដូរដោយការកាត់ទឹកដីដើម្បីស្វែងរកនៅសន្តិភាពបានដែរយើងធ្វើការតវ៉ាឬក៏យើងប្រឆាំងដើម្បីរកនៅដំណោះស្រាយមួយដ៏ល្អដោយមិនមានការបាត់បង់រវាងប្រទេសទាំងពីរនេះវាពិតជាចំណុចមួយដ៏ល្អក៏ប៉ុន្តែយើងទាំងអស់គ្នានឹងចាំតាមដានមើលទៅមុខទៀតថាតើតើតងជាមួយនឹងបញ្ហានេះវានឹងទៅជាយ៉ាងណាដែរដោយយើងបានសម្លឹងមើលទៅខាងភាគីអឺរ៉ុបតែម្ដងគេកំពុងតែទន្ទឹងរង់ចាំមើលនៅលទ្ធផលផ្សេងទៀតបើសិនណាបើរុស្ស៊ីមិនមានការបន្ទន់អេរយាប័តឬក៏មិនចង់បញ្ឈប់នៅសង្គ្រាមនោះទៀតទេសហភាពអឺរ៉ុបក៏ដូចជាប្រទេសនៅក្នុងតំបន់អឺរ៉ុបគេនឹងព្យាយាមបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើរុស្ស៊ីបន្ថែមទៀតថាតើរុស្ស៊ីនឹងមានអ្វីដើម្បីយកមកចរចាឬក៏នឹងមានលើកយកនៅបញ្ហាណាមួយដើម្បីចរចាជាមួយនឹងអ៊ុយក្រែនដើម្បីឲ្យរុស្ស៊ីទទួលបានសុខសวัสดิភាពទាំងផ្នែកសេដ្ឋកិច្ចសុខសวัสดิភាពទាំងផ្នែកសភាវុធក៏ដូចជាប្រទេសអ៊ុយក្រែនផងដែរដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅពេលថ្មីនេះតែម្ដង
គឺនៅក្នុងថ្ងៃទី17លោក Vladimir Putin គឺគាត់បាននិយាយថាប្រសិនណាបើចង់ឲ្យមេដឹកនាំទាំងពីរជួបមកចរចាគ្នាដោយផ្ទាល់លុះត្រាតែអ៊ុយក្រែនយល់ព្រមជាមួយនឹងសំណើរបស់រុស្ស៊ីសិននោះទើបអាចមានលទ្ធភាពនៅក្នុងការជួបចរចាគ្នាបានអញ្ចឹងយើងនឹងចាំតាមដានមើលបន្ថែមទៀតតើកិច្ចព្រមព្រៀងឬក៏ការស្នើសុំពីភាគីរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនហ្នឹងមានរបៀបវារៈឬក៏មានសំណើអ្វីខ្លះតើប្រទេសអ៊ុយក្រែនមានការឆ្លើយតបជាមួយលោក Vladimir Putin វិញដែរឬទេអញ្ចឹងយើងទាំងអស់គ្នានឹងចាំតាមដានមើលស្ថានភាពនៅក្នុងតំបន់ប្រទេសផ្នែករុស្ស៊ីនៅប្រទេសអ៊ុយក្រែនតែម្ដងនេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងក៏ដូចជាចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីលទ្ធផលខ្លះៗដែលប្រទេសទាំងពីរនឹងបានជួបចរចាគ្នាខ្ញុំមិនមានអ្វីទេគឺមានតែប៉ុណ្្នឹងឯងបើសិនណាបើមានអ្វីដែលប្លែកៗទៅទៅជាមួយនឹងប្រទេសទាំងពីរនឹងទៀតខ្ញុំនឹងចែករំលែកជាវីដេអូជូនទៅដល់បងប្អូនទាំងអស់គ្នាដែលតែនិយមតាមដាននៅក្នុងការមើលវីដេអូរបស់ខ្ញុំជាពិសេសសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅព័ត៌មានក៏ដូចជាដំណឹងល្អៗអំពីពិភពលោកយើងនៅក្នុងពេលបច្ចុប្បន្នហ្នឹងតែម្ដងបាទសូមអរគុណសូមជម្រាបលា